ឃើញហើយអស់សំណើចហួសចិត្តមែនទែនប៉ុន្តែនឹកទៅមិនដឹងថាគ្នានឹងពិបាកក្នុងខ្លួនយ៉ាងម៉េចទេណាយប់ថ្ងៃដាច់ខែ31វិច្ឆិកាចូលថ្ងៃទី1ធ្នូ2025រឿងនេះកើតឡើងនៅប៉ែកខាងសហរដ្ឋអាមេរិករដ្ឋ Virginia ម្ចាស់ហាងគ្រឿងទេសមួយកន្លែងចាពេលបើកហាងទៅក៏ឃើញទិដ្ឋភាពមួយក៏គួរឲ្យភ្ញាក់ផ្អើលមែនទែនមានស្រាស្កុតវីស្គីស្រាខ្លាំងស្អីហ្នឹងគឺដួលចាពីស្រាដួលចាធ្លាក់មកបែកអីចឹងណាទិដ្ឋភាពទាំងអស់នេះធ្វើឲ្យគាត់គិតថាប្រកាសជាមានចោរចូលមករញ៉េរញ៉ៃក្នុងហាងគាត់អីចឹងទៅតែអ្វីដែលអស់សំណើចហើយរឿងដែលនឹកស្មានមិនដល់នោះគឺសត្វចាពេលដែលគាត់ដើរចូលទៅក្នុងប្រគុណក៏ឃើញរ៉ាតុងឡាវើបងប្អូនខ្មែរយើងមិនដឹងហៅអីទេសត្វដូចតែក្នុងរូបភាពនេះអញ្ចឹងណាកំពុងតែស្រវឹងដេកដួលនៅគៀនបង្គន់ហើយសត្វហ្នឹងក៏គេបានយកទៅសង្គ្រោះភ្លាមៗផងដែរ